ជំរាបសួរអ៊ំពូមីងយាយតាទាំងអស់គ្នាថ្ងៃនេះកូនមកដកបន្លែជំវិញផ្ទះព្រោះម៉ាក់រាល់ថ្ងៃនេះស្លរត់មកដកលខ្ទឹមសស្លមកដកស្ពៃកូនឃើញពិបាកភ្នែកឥឡូវកូនទំនេរកូនមកដកឲ្យបានឲ្យច្រើនកុំឲ្យម៉ាក់ពិបាកទៀតហើយស្ពៃនេះកូនដកនៅទូចអញ្ចឹងព្រោះមិនដឹងកាលវាធំទេដាំយូរដែរហើយនៅទូចញែបកូនញ៉ាំសិនហើយចាំតែធំនៅក្នុងពោះកូនណាគ្រាន់ធំមឹងបន្ទាប់ពីបេះស្ពៃខ្មៅហើយកូនក៏មកបេះននងឃើញននងយយយងតំណងទុកឲ្យម៉ាក់ឆ្លននងពេលល្ងាចតំណងឆ្ងាញ់ណាស់តែក៏មើលជើងកូនអីកូនជន់ស្លឹកខ្ទឹមមកយាយចាំមើលតែមកយាយដឹងកូននឹងមកយាយវាយគូទៀតហើយកូនអាឡ័យតាអរំភើបនឹងឃើញននងពេកភ្លេចមើលខាងក្រោមមើលកូនទៅក៏ជន់មកក៏ជន់ចាប់ឲ្យខ្ញុំដល់ស្អែកមកយាយវាយគូហើយអ៊ំពូមីងយាយតាទាំងអស់គ្នាកុំភ្លេចជួយកូនផងមកយាយវាយគូតកូនហើយដឹងរត់ទៅនៅណាទេតែឥឡូវនេះកុំអាននិយាយរឿងមកយាយវាយគូតអីនិយាយរឿងបេះបន្លែសិនណាអ៊ំពូមីងយាយតាទាំងអស់គ្នាបេះបន្លែបេះននងហើយហ្នឹងឥឡូវត្រូវមកបេះសណ្ដែកគួរទៀតទុកឲ្យម៉ាក់ស្លកកោម៉ាក់ពងរៀបចំស្លកកោខាងក្នុងកូនខំឲ្យហ៊ានបេះទេនៅក្បែរននងមិញណាពូខ្លាចសិតក្រាមដល់ម្ដងខាងសិតក្រាមទៀតសណ្ដែកគួរធម្មជាតិអញ្ចឹងអត់មានប្រើថ្នាំប្រើអីដល់សឹកក្រាមញ៉ាំកើតទេកូនបេះតា1 2នេះទេស្រួលម៉ាក់ចៅទៀតសឹកក្រាមទាញច្បូតមកប្រឡាក់ដៃកូនឡើងពេញកូនខកឃើញអញ្ចឹងកូនលេងហ៊ានបេះខ្លាចដែរហ្នឹងមើលឡើងស្អិតតែកូនតាតាត់បន្ទាប់ពីបេះសណ្ដែកគួរហើយកូនក៏បេះស្លឹកដំឡូងមីហើយដំឡូងមីនេះកូនកាច់មិនបន្តិចបាក់ទៀតស្លឹកដំឡូងមីនេះរឹងជាងកូនទៀតកូនខំទាញមិនដឹងមិនដាច់ទៀតមើលកូនកាច់សុបផុសមើលកូនបានមួយកូនជួយទៅទុកសិនហើយនៅមួយម៉ែកទៀតកាច់តែ2ម៉ែកអីបានហើយយកច្រើនពេកខ្លាចញ៉ាំអត់អស់ព្រោះបន្លែម៉ាក់ផ្សំបានមកកណោហើយតែហ៊ានទៅយកច្រើនហ្នឹងមួយឆ្នាំផ្ទះធំញ៉ាំអត់អស់ឡើយហ្នឹងថាមែនកូនខំទាញតិចហ្នឹងឥឡូវតាមដួលបាច់គូតដល់បានមែនចាំមើលកូនដួលបាច់គូតប៉ុណ្ណឹងហើយទៅដល់ផ្ទះមកយាយវាយគូតទៀត